Hello everyone, welcome back to my channel Nari English Class បាទសូមស្វាគមន៍បងប្អូនអ្នកគ្នាចាត់ថ្ងៃនេះយើងនឹងមកសិក្សាអំពីមេរៀនថ្មីនៅក្នុងភាសាអង់គ្លេសរបស់យើងចាថ្ងៃនេះយើងនឹងមកនិយាយពីសកម្មភាពប្រចាំថ្ងៃតាំងពីព្រឹករហូតដល់យប់ចឹងនៅទីនេះគឺបងប្អូនព្យាយាមកត់ប្រយោគទាំងអស់នឹងចូលក្នុងសៀវភៅហើយអានតាមខ្ញុំម្ដងហើយម្ដងទៀតហើយរំលឹកដើម្បីឲ្យយើងចេះចាំរត់មាត់ចឹងយើងទៅមើលប្រយោគទី1របស់យើងគឺ I wake up ចឹងនៅខាងលើរូបភាពមានម៉ោងនីមួយៗដែលយើងធ្វើសកម្មភាពឧទាហរណ៍ I wake up at 7 a.m. I wake up at 7 a.m. មានន័យថាខ្ញុំភ្ញាក់ពីគេម៉ោង7ព្រឹកប្រយោគបន្ទាប់មួយទៀតគឺ I brush my teeth មានន័យថាខ្ញុំដោះធ្មេញអញ្ចឹង I brush my teeth មានន័យថាខ្ញុំដោះធ្មេញអញ្ចឹងយើងដោះធ្មេញនៅម៉ោងប៉ុន្មាននៅម៉ោង7:15នាទីព្រឹក I brush my teeth at 7:15 a.m. បាទប្រយោគទី3គឺ I take a shower អញ្ចឹងមានន័យថាខ្ញុំងូតទឹក I take a shower at 7:30 a.m. I take a shower at 7:30 a.m. ចឹងខ្ញុំងូតទឹកនៅម៉ោង7កន្លះព្រឹកហើយប្រយោគទី4គឺ I have breakfast at 8 a.m. ខ្ញុំញ៉ាំអាហារពេលព្រឹកនៅម៉ោង8ហើយប្រយោគទី5គឺ I go to school at 8:30 a.m. I go to school at 8:30 a.m. ខ្ញុំទៅសាលារៀននៅម៉ោង8កន្លះព្រឹកហើយប្រយោគទី6គឺ I have lunch at 1 p.m. I have lunch at 1 p.m. ចឹង I have lunch at 1 p.m. មានន័យថាខ្ញុំញ៉ាំអាហារថ្ងៃត្រង់នៅម៉ោង1ខ្ញុំញ៉ាំអាហារថ្ងៃត្រង់នៅម៉ោង1ប្រយោគទី7គឺ I do my homework at 3:30 p.m. I do my homework at 3:30 p.m. ខ្ញុំធ្វើលំហាត់នៅម៉ោង3រសៀលប្រយោគបន្តមកទៀតគឺ I play outside at 5 p.m. មានន័យថាខ្ញុំលេងនៅខាងក្រៅនៅម៉ោង5ល្ងាចខ្ញុំលេងនៅខាងក្រៅនៅម៉ោង5ល្ងាចប្រយោគបន្តមកទៀតទី9 I have dinner at 7 p.m. I have dinner at 7 p.m. នេះគឺពេលន័យថាខ្ញុំញ៉ាំអាហារពេលល្ងាចនៅម៉ោង7ល្ងាចខ្ញុំញ៉ាំអាហារពេលល្ងាចនៅម៉ោង7ល្ងាចប្រយោគទី10គឺ I read a book at 8 p.m. I read a book at 8 p.m. ខ្ញុំអានសៀវភៅនៅម៉ោង8ល្ងាចខ្ញុំអានសៀវភៅនៅម៉ោង8ល្ងាចប្រយោគ11ទី11គឺ I wash my face at 9 p.m. I wash my face at 9 p.m. ខ្ញុំលុបលាងមុខរបស់ខ្ញុំនៅម៉ោង9ខ្ញុំលុបលាងមុខរបស់ខ្ញុំនៅម៉ោង9ហើយប្រយោគចុងក្រោយគឺទី12គឺ I go to bed at 9:30 p.m. I go to bed at 9:30 p.m. ចឹងខ្ញុំចូលគេងនៅម៉ោង9:30កន្លះចឹងខ្ញុំចូលគេងនៅម៉ោង9:30នាទីយប់នេះគឺជាប្រយោគដែលសំខាន់សម្រាប់បងប្អូនអាចយកទៅរៀនអានដើម្បីឲ្យយើងអាចចេះនិយាយនិងបង្កើតជាប្រយោគបានបាទនេះគឺជាមេរៀនមួយដែលសំខាន់សម្រាប់បងប្អូនដែលចង់ចេះនិយាយភាសាអង់គ្លេសអាចព្យាយាមអនុវត្តជាប្រចាំនិយាយសរសេរដើម្បីឲ្យយើងចេះទាំងនិយាយចេះទាំងចាំកាត់ដៃទៀតហើយនៅប្រយោគនៃការស្ដាប់ដៃនេះបងប្អូនព្យាយាមកត់ចូលសៀវភៅទៅឲ្យអានម្ដងហើយម្ដងទៀតថាតាមអ្វីដែលខ្ញុំបានអាននឹងហើយបងប្អូននឹងចេះចាំរត់មាត់ហើយបាទសម្រាប់មេរៀនថ្ងៃនេះគឺមានប៉ុណ្ណឹងចឹងបងប្អូនកុំភ្លេចជួយ like share និង subscribe
channel YouTube របស់ខ្ញុំផងដើម្បីទទួលបានមេរៀនបន្ថែមទៀតអរគុណច្រើន